នៅពេលព្រឹកដ៏ស្ងប់ស្ងាត់ក្នុងភូមិតូចមួយមានទាម្នាក់ដែលស្រមៃចង់ក្លាយជាប៉ូលីសទានោះមានឈ្មោះថាដារ៉ូគាត់ស្រមៃថាខឿនអាចការពារភូមិបានដូចជាប៉ូលីសពិតៗរាល់ថ្ងៃដារ៉ូវឹកហាត់ធ្វើជាប៉ូលីសដោយបំពុងកញ្ចែនិងបញ្ជាចរាចរណ៍ក្នុងភូមិទាំងអស់ថ្ងៃមួយឆ្កែកំហូចចាប់ផ្ដើមបង្កអំពើអាក្រក់ក្នុងភូមិដារ៉ូឃើញឆ្កែរត់លួចអាហារហើយគាត់សម្រេចថាពេលនេះគឺពេលធ្វើកាតព្វកិច្ចហើយការតាមចាប់កាត់ឡើងយ៉ាងធំឲ្យអស់សំណើទារត់បន្ទាប់ពីឆ្កែជុំវិញភូមិចំណែកក្មេងប្រុសឈ្មោះដារ៉ាជួយប្រាប់ដារ៉ូថាឆ្កែបានរត់ទៅនោះបាត់ហើយដារ៉ូគិតរៀបផែនការដាក់អាហារជាអន្ទាក់ដើម្បីចាប់ឆ្កែកំហូចនោះមិនយូរប៉ុន្មានឆ្កែកំហូចនោះត្រូវបានចាប់ក្នុងអន្ទាក់ស្រាប់តែលោកតាសុកជាមេភូមិបានមកដល់ហើយសរសើរដារ៉ូស្ថិតក្នុងការការពារភូមិនិងបានអប់រំទូន្មានឆ្កែកំហូចនោះចាប់ពីថ្ងៃនោះមកមនុស្សក្នុងភូមិបានទទួលស្គាល់ដារ៉ូជាប៉ូលីសតូចរបស់ភូមិនេះគឺជាប៉ូលីសម្នាក់ដែលមិនធម្មតាគឺទាតូចដារ៉ូ